cái cú đâm vậy một trọ ông bắt tụi mình này đó cái mấy cháu bắt រឿងរ៉ាវខ្លះមិនបានសរសេរនៅលើក្រដាសទេប៉ុន្តែវាមានទំនាក់ទំនងជាមួយនឹងមនុស្សជាតិខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តរតនគិរីដើម្បីស្វែងយល់ពីការជួបជុំមួយដែលមិនសូវមានអ្នកចាប់អារម្មណ៍នៅទីនេះការរស់នៅមិនដូចទីក្រុងទេវាមិនមានភាពស៊ីវិល័យឡើយក៏ប៉ុន្តែវាបង្កប់អត្ថន័យជ្រាលជ្រៅគ្រប់សំឡេងគ្រប់សកម្មភាពមានបង្ហាញនូវអត្តសញ្ញាណប្រពៃណីទំនៀមទម្លាប់ដែលមានតាំងពីយូរលង់នៃជនជាតិដើមភាគតិចខ្ញុំបានបន្តដំណើរស្វែងរកអ្វីម្យ៉ាងដែលលើសពីជីវិតប្រចាំថ្ងៃហើយក៏ជាចំណុចមួយដែលនឹងត្រូវឃ្លាតឆ្ងាយនាពេលអនាគត cái cú đâm vậy một trọ ông bắt tụi mình này đó cái mấy cháu bắt tư rồi yêu chạ đó chạ cặp thằng mình nó hỏi là cặp khang cọp cặp khang nữa bắt chữ tê betul kan mấy cái នេះគឺជាសកម្មភាពនៃការជួបជុំដែលបានបង្ហាញឲ្យឃើញជាក់ស្ដែងពីការសាមគ្គីការលះបង់ការចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចក្រុងយំគឺជាពាក្យមួយសម្រាប់សម្គាល់អំបូរជនជាតិដើមភាគតិច4ប្រភេទដែលមានរស់នៅក្នុងខេត្តរតនគិរីសប្តាហ៍ថ្ងៃមានដូចជាព្រៅគ្រឹងកាវ៉ែតលុនដែលពីមុនមកពួកគាត់មានដើមកំណើតជាក្រុមតែមួយនេះមិនមែនជាការជួបជុំធម្មតាទេប៉ុន្តែវាជាការរំលឹកបង្ហាញអំពីអត្តសញ្ញាណនិងការរក្សាទំនាក់ទំនងដ៏មានអត្ថន័យមួយ អត់ចេះច្រៀង អត់ចេះ អត់ចេះហើយអត់ដល់ហ៊ាន មិនបានអត់ចេះច្រៀងឃើញចាស់ចាស់ពីដើមគេចេះច្រៀងពេលវេលាតែងតែផ្លាស់ប្ដូរតាមសម័យកាលនីមួយៗការសាក់នៅលើផ្ទៃមុខចោះត្រចៀកធំកាត់ធ្មេញពាក់កណ្ដាលធ្លាប់តំណាងជាភាពស្រស់ស្អាតប្រចាំកុលសម្ព័ន្ធពីសម័យមុនប៉ុន្តែទំនៀមទម្លាប់បែបនេះនឹងមានការប្រែប្រួល Tam to re pi ចេះរៀងជំនឿ បាទ ដងបែងញេកប្រទេសញ៉ៃប្រូក៏យោឡើយបើមកាន់ពុតជងដឹកដឺដងតែឆេងណៃកងអើយវរផរាំងបុកខងបង្កិតចូលឈើវេទេអាណាចកប្រាក់ប៉ុណ្្នឹងហើយ giờ dừng bác ca đằng dừng bác bên chặt phân phân lá ca đằng dừng bác ơi